ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេល2សប្តាហ៍ខ្ញុំសូមធ្វើការបកប្រែក្រៅផ្លូវការជូនបងប្អូនយើងពាក់ព័ន្ធទៅនឹងបទឈប់បាញ់រយៈពេល2សប្តាហ៍រវាងសហរដ្ឋអាមេរិកនិងប្រទេសអ៊ីរ៉ង់ដែលនាំមកនៅការធូរស្បើយជាបណ្ដោះអាសន្នពាក់ព័ន្ធទៅនឹងសង្គ្រាមនៅមជ្ឈិមបូព៌ាខណៈដែលច្រកសមុទ្រ Hormuz គឺថាត្រូវបានបើកឡើងវិញលក្ខខណ្ឌនោះគឺថាលក្ខខណ្ឌសំខាន់មួយនៃបទឈប់បាញ់គឺអ៊ីរ៉ង់ត្រូវបើកច្រកសមុទ្រ Hormuz ឡើងវិញដែលជាផ្លូវប្រេងដ៏សំខាន់មួយរបស់ពិភពលោកដែលត្រូវបានរំខានក្នុងអំឡុងពេលជំនួសទី2លោក Donald Trump បានមានប្រសាសន៍នៅលើ Trust Social ថាលោកនឹងផ្អាកការវាយប្រហាររយៈពេល2សប្តាហ៍ប្រសិនបើអ៊ីរ៉ង់អនុញ្ញាតឲ្យច្រកសមុទ្រនេះបើកឡើងវិញដោយសុវត្ថិភាពទី3រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi បានបញ្ជាក់ថាច្រកសមុទ្រនេះដែលដឹកប្រេង1/5របស់ពិភពលោកនឹងអនុញ្ញាតឲ្យមានការធ្វើដំណើរដោយសុវត្ថិភាពរយៈពេល2សប្តាហ៍ចំណុចទី4គឺនាយករដ្ឋមន្ត្រីប៉ាគីស្ថាននាយករដ្ឋមន្ត្រីប៉ាគីស្ថានលោកសេបាសសារ៉ីបបានមានប្រសាសន៍ថាបទឈប់បាញ់រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់លាតសន្ធឹងពាសពេញតំបន់រួមទាំងប្រទេសលីបង់ផងដែរបានន័យថាក្នុងសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់គឺប្រទេសលីបង់ហ្នឹងក៏មិនអនុញ្ញាតឲ្យមានការបាញ់បោះបង្ហោះខ្លែងទេទី5ប៉ាគីស្ថានបានសម្របសម្រួលកិច្ចព្រមព្រៀងនេះហើយនឹងធ្វើជាម្ចាស់ផ្ទះនៃការចរចាបន្ថែមទៀតសម្រាប់ដំណោះស្រាយរយៈពេលវែងទី6លោក Trump បានកំណត់ថ្ងៃផុតកំណត់សម្រាប់អ៊ីរ៉ង់ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញទី7ការគម្រាមកំហែងត្រូវបានធ្វើឡើងចំពោះរោងចក្រថាមពលនិងស្ពានរបស់អ៊ីរ៉ង់មុនពេលមានបទឈប់បាញ់គឺថាមានការគម្រាមថានឹងចូលសង្គ្រាមឡើងវិញនោះណាទី8ទីក្រុងអ៊ីស្លាមាបាតគឺប្រទេសប៉ាគីស្ថាននឹងធ្វើជាម្ចាស់ផ្ទះនៃគណៈប្រតិភូដើម្បីចរចាកិច្ចព្រមព្រៀងចុងក្រោយនេះអ្វីដែលខ្ញុំទទួលបានគឺថាមាន8ចំណុចដែលសូមបកស្រាយក្រៅផ្លូវការបកប្រែក្រៅផ្លូវការវាមិនជាបញ្ហាទេបងប្អូនបើសិនជាកិច្ចព្រមព្រៀងនេះប្រកបដោយភាពស្មោះត្រង់ទាំងសងខាងដែលមានសុឆន្ទៈពិតប្រាកដទាំងអស់គ្នាវាអត់មានបញ្ហាទេប៉ុន្តែអ្វីដែលជាការព្រួយបារម្ភខ្លាចក្រែងថាជារយៈពេលមួយនៃការរៀបចំកម្លាំងដើម្បីទប់ទល់ប្រយុទ្ធគ្នាបាទប្រយុទ្ធនឹងទប់ទល់បន្តទៀតនេះអ្វីដែលជាការព្រួយបារម្ភជួនកាលក្នុងស្ថានភាពតានតឹងគឺថាសង្គ្រាមអាចនឹងបន្ធូរបន្ថយឲ្យមានចរន្តប្រេងហូរឡើងវិញដើម្បីបន្ធូរបន្ថយក្នុងរយៈពេលខ្លីណាមួយហើយបន្ទាប់ហើយក្នុងពេលនោះគឺរៀបចំសពាវុធអាវុធដោយដែលសៀមបានឈ្លានពានទឹកដីកម្ពុជាយើងដូចគ្នាបាទវាយភាសាហើយគឺថារៀបចំគ្រឿងកម្លាំងទ័ពនិងសពាវុធសពបែបសពយ៉ាងទាំងអស់ដើម្បីចូលវាយភាសាបង្កហេតុភាសាទៀតបាទវាយលើកទី2ហើយមកដល់បច្ចុប្បន្នគឺថាសៀមនៅតែបង្កហេតុតាមរយៈការដាក់កម្លាំងប្រដាប់អាវុធឈរជើងនៅលើព្រំដែនបាទទឹកដីនៃប្រទេសកម្ពុជាដាក់ទូកុងតឺន័រដាក់បន្លាលួសដាក់កងកម្លាំងនិងសពាវុធរុញច្រានមកជារៀងរាល់ថ្ងៃមកកាន់តំបន់ព្រំដែនដើម្បីត្រៀមប្រយុទ្ធជុំទី3ដូច្នេះករណីនេះដូចគ្នាបើសិនជាភាគីសងខាងមានភាពស្មោះត្រង់មិនវាយវេណាហើយស្រឡាញ់សន្តិភាពទាំងអស់គ្នាខ្ញុំគិតថាប៉ាគីស្ថានអាចធ្វើជាម្ចាស់ផ្ទះក្នុងការចរចាបាទអាចទៅរួចដើម្បីបញ្ចប់ទាំងស្រុងប៉ុន្តែលើកលែងតែឬមួយក៏សង្ស័យថាអាចគ្រាន់តែបន្ធូរបរិយាកាសមួយរយៈពេលខ្លី2សប្តាហ៍ហើយនឹងរៀបចំកម្លាំងព្រមទាំងសពាវុធដើម្បីវាយកំទេចបាទផ្ដាច់ព្រាត់ក៏អាចថាបានអានេះគឺជាការសន្និដ្ឋានទេណាបងប្អូនយើងជាការសន្និដ្ឋានទេពីព្រោះចរិតអ្នកឈ្លានពានអ្នកស្រែកឃ្លានសង្គ្រាមគឺថាមិនចប់ទេបាទប៉ុណ្ណេះហើយគឺថាមិនចប់ទេពីព្រោះអ្នកដែលបង្កហេតុមុនពលគឺប្រទេសអ៊ីស្រាអែលក៏រងរបួសធ្ងន់ផងដែរអ៊ីស្រាអែលមិនទាន់ចង់ចប់ទេដោយសារអីគឺត្រូវរបួសធ្ងន់បាទត្រូវរបួសធ្ងន់អ្នកវាយគេមុនហ្នឹងគឺបានត្រូវរបួសធ្ងន់ដែរអញ្ចឹងចង់បន្តគំតិចបំផ្លិចបំផ្លាញតែម្ដងណាអាយុជីវិតអ្នកណាគឺគេអត់គិតទេគិតតែបំផ្លាញបាទគេចង់ឲ្យអ៊ីរ៉ង់នឹងបាត់ពិភពផែនដីណាបាទលក្ខណៈអញ្ចឹងអរគុណគឺសម្រាប់ការដែលយើងបានដឹងថាមានកិច្ចព្រមព្រៀងរយៈពេលខ្លី2សប្តាហ៍ក៏យើងធូរចិត្តបន្តិចពិភពលោកសង្ឃឹមថាមួយថ្ងៃពីរទៀតគឺថាប្រេងនឹងមកដល់ហើយចុះថោកជាង10ដងបាទជាង10ដងឡើងវិញបាទ1/5នៃពិភពលោកហ្នឹងមិនធម្មតាច្រកនេះគឺថាសំខាន់មែនទែនហើយអ្វីនឹងដំណើរការប្រកបដីហើយក៏សង្ឃឹមថាបើសិនជាដូចជាអ៊ីរ៉ង់ដែលបានស្នើសុំទៅខាងចិននិងរុស្ស៊ីឲ្យធ្វើជាអ្នកធានានៅក្នុងការដែលបត់ឈប់បាញ់នៅក្នុងប្រទេសអ៊ីរ៉ង់នេះកុំឲ្យធានាគឺថាអ៊ីស្រាអែលឬក៏សហរដ្ឋអាមេរិកមិនអាចបាញ់អ៊ីរ៉ង់បានទៀតទេបើសិនជាប្រទេសទាំងពីរមហាអំណាចទាំងពីរនេះធានាបាទហើយចរចាខ្ញុំគិតថា
គឺមានភាគរយខ្ពស់នៅក្នុងការដែលមិនអាចបាញ់តដៃគ្នាបន្តទៀតប៉ុន្តែបើសិនជាចិននិងរុស្ស៊ីនៅពង្រាយកន្តើយឬក៏ជួយដោយសម្ងាត់ផ្លូវសម្ងាត់ណាមួយផ្សេងទៀតសង្គ្រាមនៅតែបន្តកើតមានជាបន្តទៀតហើយគ្មានទីបញ្ចប់ទេគឺថារហូតដល់រលាយបាទរលត់ទាំងអស់បាទរឿងនេះគឺជារឿងពិតមួយណាបងប្អូនណាបាទអរគុណសម្រាប់បងប្អូនយើងទាំងអស់គ្នាដែលបានតាមដានទស្សនា